ជំរាបសួរសួស្តីអ្នកនរគ្នាមេឃភ្លៀងតិចនៅស្រុកអញ្ចឹងឲ្យបើបានស្លក្តៅអញ្ចឹងដឹងល្អមកចឹងណាអ្នកទាំងអស់គ្នានឹងថ្ងៃហ្នឹងដែរដោយសារតែមេឃភ្លៀងអញ្ចឹងទៅក៏នឹកឃើញឃ្លានស្លក្តៅក៏លេចមើលនៅជុំវិញផ្ទះមានបន្លែមានអីសពគ្រប់ល្មមមានតាំងពីល្ពៅអនងអីអញ្ចឹងណាក៏នឹកឃើញដល់ស្លអញ្ចឹងទៅក៏ដើរមើលនៅតាមឲ្យលបងផ្ទះហ្នឹងក៏បេះបានស្លដើម្បីយកមកស្លាប់បានមួយឆ្នាំអញ្ចឹងមានដូចជាផ្លែចេកជាមួយនឹងល្ពៅហើយមានអនងហើយមានស្លឹកបាសជាមួយនឹងស្អំអីដែរអញ្ចឹងទៅអ្នកទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីផ្សាយផ្សំទៅក៏បានមកស្លអញ្ចឹងទៅអ្នកទាំងអស់គ្នាអញ្ចឹងទៅក៏បេះមកលាងទឹកឲ្យស្អាតអញ្ចឹងណាហើយនេះបន្លែយើងបានលាងសពគ្រប់អស់ហើយមានផ្លែចេកល្ពៅស្លឹកបាសស្អំហើយនឹងអនងអញ្ចឹងទៅហើយដើម្បីឲ្យឈ្ងុយគឺយើងដាក់ស្លឹកគ្រៃហើយយើងមានជាមួយនឹងខ្លាញ់ចំហៀវពីស្បែកជ្រូកណាអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តមែនតើអាហ្នឹងហើយបន្តមកទៀតយើងមានប្រហុកដើម្បីស្លសម្លហ្នឹងហើយបន្តមកត្រីយើងមានត្រីស្រស់ប៉ុន្តែដោយសារខ្ញុំអត់ចូលចិត្តដាក់ត្រីស្រស់តែវាដូចអត់សូវឆ្ងាញ់អញ្ចឹងទៅខ្ញុំក៏យកទៅចៀនបន្ទាប់មកយើងចៀនបានហើយក៏យើងចាប់ផ្ដើមដាក់ដាំទឹកហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់ពីទឹកពុះហើយក៏យើងចាប់ផ្ដើមដាក់ប្រហុកចូលហើយប្រហុកនឹងដែរដំបូងឡើយគឺជ្រុំដោយស្លាបព្រាហើយដល់ពេលអត់ដួសអត់តាន់ចិត្តអញ្ចឹងទៅក៏ដូរបាក់ដួសវែកវិញជ្រុំជាមួយនឹងវែកវិញហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តរៀងក្លិនប្រហុកអញ្ចឹងទៅខ្ញុំដាក់រៀងច្រើនបន្តិចទៅដាក់ឲ្យវារៀងពពុះខ្ញុំក៏អត់តាន់បានដួសចេញដែរទុកវាបន្តិចសិនទៅដោយសារយើងជ្រុំអត់តាន់ហើយហ្នឹងហើយបន្ទាប់ពីយើងដាក់ហើយអញ្ចឹងទៅអ្នកទាំងអស់គ្នាខ្ញុំក៏បានកូរវាឲ្យដួសពពុះវាចេញអញ្ចឹងណាដួសឲ្យវានៅតែមកអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែយើងនេះអញ្ចឹងទៅខ្ញុំដាក់ឲ្យខ្លាញ់ចំហៀវមិញហ្នឹងចូលដោយសារវាខ្លាញ់វាអត់ទន់អញ្ចឹងហើយតបមកក៏ដាក់ត្រីចូលដែរហ្នឹងហើយដោយសារត្រីវាអត់លួយទេដោយសារតែយើងឲ្យបានជៀនវាហើយអញ្ចឹងណាហើយស្បែកជ្រូកហ្នឹងខ្លាញ់ជ្រូកហ្នឹងក៏វាអត់ងាយទន់ដែរអញ្ចឹងហើយយើងដាក់វាមុនបន្ទាប់មកទៀតយើងដាក់គ្រឿងដាក់អីហើយអញ្ចឹងទៅក៏បានដាក់បន្លែចូលបន្លែដែលយើងដាក់មុនគេហ្នឹងគឺផ្លែចេកជាមួយនឹងល្ពៅអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារបន្លែនេះគឺដាក់ដើម្បីឲ្យវាងាយផុយមុនបើសិនជាយើងដាក់អានងមុនវាអាចនឹងរលួយសារអានងវាងាយឆាប់នឹងរលួយអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ជាមួយនឹងផ្លែចេកហើយនឹងល្ពៅមុនល្ពៅនេះដោយសារផ្លែទូចដែរអញ្ចឹងវាងាយនឹងផុយដែរទេអ្នកទាំងគ្នាដោយសារផ្លែវាទូចណាល្ពៅវាលបងនៅវាតាមលបងទេអញ្ចឹងទៅវារឹងទូចងាយផុយដែរទេអញ្ចឹងទៅបន្ទាប់ពីទឹកពុះហើយក៏ខ្ញុំបងអនងចូលបងអនងក៏អត់ទុកយូរដែរដោយសារខ្លាចវាលួយអញ្ចឹងខ្ញុំបងអនងចូលហើយអីហើយសិនអញ្ចឹងទៅបន្ទាប់មកទៀតហ្នឹងបន្ទាប់ពីអានងហ្នឹងក៏ខ្ញុំបានដាក់ស្លឹកចូលតែម្ដងជាមួយនឹងស្លឹកបាសហើយនឹងស្អំអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារតែខ្លាចទុកយូរទៅវាលួយអញ្ចឹងវាអត់សូវឆ្ងាញ់អញ្ចឹងទៅខ្ញុំដាក់ឲ្យនងនឹងហើយក៏បានដាក់ស្លឹកនឹងចូលតែម្ដងទៅបន្ទាប់ពីដាក់ស្លឹកចូលហើយដោយសារឆ្នាំងហ្នឹងខ្ញុំគិតថាស្លរៀងតិចដែរទេតែដល់ពេលដាក់ទៅมันជាតិចទេវាទៅជាណែនហ្មងប៉ុន្តែនឹកឃើញថាពេលដែលបន្លែសពតទៅវានឹងល្មមនៅឆ្នាំងហ្នឹងអញ្ចឹងទៅក៏ដាក់បន្លែម្ដងតិចអញ្ចឹងណាហើយនិយាយទៅស្លឹកអីគឺខ្ចីមែនតែនហ្មងនិយាយទៅមើលទៅគួរឲ្យឆ្ងាញ់ហ្មងហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ស្អំចុងក្រោយគេហើយដាក់ស្លឹកគ្រៃដើម្បីឲ្យក្លិនវាឈ្ងុយអញ្ចឹងដោយសារវារៀងពុះខ្លាំងពេកខ្ញុំក៏បន្ថយភ្លើងតិចដើម្បីកុំឲ្យវាពុះខ្លាំងពេកចឹងហ្នឹងហើយយើងដាក់បន្លែចូលអស់ហើយបន្ទាប់មកទៀតខ្ញុំក៏បានដាក់ខ្លាញ់តិចដើម្បីឲ្យបន្លែវារៀងទន់អញ្ចឹងត្រឡប់ខ្ញុំគឺអញ្ចឹងអ្នកទាំងអស់គ្នាពេលស្លហើយដាក់ប្រេងរៀងចូលតន្តិចទៅដើម្បីឲ្យបន្លែយើងទន់ឆ្ងាញ់អញ្ចឹងហើយនេះស្លមួយចានយើងបានស្លយើងបានឆ្អិនហើយនិយាយទៅឆ្ងាញ់មែនតើអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ